ប្រសិនបើឃើញនរណាម្នាក់ដួលសន្លប់អ្នកអាចជួយសង្គ្រោះគាត់បានការសង្គ្រោះទាន់ពេលអាចកាត់បន្ថយការប៉ះពាល់លើកោសិកាខួរក្បាលដំបូងត្រូវពិនិត្យមើលស្មារតីដង្ហើមចលនាបេះដូងជនរងគ្រោះដោយគោះស្មាហាលតិចៗពិនិត្យមើលចង្វាក់ដង្ហើមជីបចុះនៅគល់កនិងកដៃបើជនរងគ្រោះនៅមានស្មារតីមានដង្ហើមនិងមានចលនាបេះដូងអ្នកត្រូវដាក់ជនរងគ្រោះឲ្យដេកផ្ងាបន្ធូរសម្លៀកបំពាក់ដែលរឹបតឹងលើកជើងទាំងពីររបស់ជនរងគ្រោះឲ្យខ្ពស់ជាងទ្រូងដាក់ជនរងគ្រោះនៅកន្លែងដែលមានខ្យល់គ្រប់គ្រាន់បើជនរងគ្រោះដឹងខ្លួនលើកជនរងគ្រោះដោយយឺតៗឲ្យអង្គុយរួចឲ្យជនរងគ្រោះហូបទឹកឬអាហារបន្ទាប់មកយើងជូនគាត់ទៅរកសេវាសុខាភិបាលដែលទៅជិតគាត់បំផុត